នៅព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025នេះលោកវ៉ានវិនពីនអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានធ្វើការអំពាវនាវតាមរយៈការសរសេរសារនៅលើ Page Facebook ផ្លូវការរបស់លោកថាភារកិច្ចបន្ទាន់គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានឆាប់ចាប់ផ្ដើមសន្ទនាឡើងវិញនិងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាននិងគាំទ្រទូនាទីដ៏សំខាន់ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅក្នុងការឃ្លាំមើលបទចម្បាញ់រីករាយនៅក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរសង្ឃឹមថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខខិតខំស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញនៅតាមបណ្ដោយព្រំដែនអំឡុងពេលលោកតឹងស៊ីជុនមន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃដើម្បីសម្របសម្រួលឲ្យមានការជប់បាញ់នៅក្នុងជម្លោះព្រំដែនកម្ពុជាថៃ